បាទអនុញ្ញាតលំអោនកាយគោរពពុកម៉ែបងប្អូនតាយាយទាំងអស់គ្នាថ្ងៃនេះវិលត្រឡប់មកជួបគ្នាសារជាថ្មីទៀតហើយថ្ងៃនេះផងដែរខ្ញុំមានសាច់រឿងមួយដែលបានមកពីការចែករំលែករបស់បងស្រីម្នាក់និងបងប្រុសម្នាក់ដែលគាត់នឹងរាល់ថ្ងៃជាគូសង្សារនឹងគ្នាហើយក៏រស់នៅជាមួយគ្នាក្នុងបន្ទប់ជួលនៅឯទីក្រុងភ្នំពេញគាត់មានឈ្មោះថាចន្ទធូចំណែកឯបងប្រុសម្នាក់ហ្នឹងឈ្មោះវិតរាល់ថ្ងៃគាត់គឺជាអ្នករកស៊ីតាមអីវ៉ាន់អនឡាញអញ្ចឹងទៅហើយចំណែកឯនារីម្នាក់ហ្នឹងគឺឈ្មោះចន្ទធូហ្នឹងគឺនាងធ្វើការរោងចក្រអញ្ចឹងគាត់បានឲ្យខ្ញុំនិយាយពីសាច់រឿងរបស់គាត់ដែលគាត់រាល់ថ្ងៃហ្នឹងគឺខាងគ្រួសារក៏មិនពេញចិត្តទេគឺត្រូវបានម្ដាយក្មេកនិយាយថាម្ដាយក្មេកចោះពេលដែលតលេងផ្ទះជាមួយម្ដងគឺមិនពេញចិត្តតែបងវិតណាហេតុតែគាត់ស្រឡាញ់ហើយគាត់មិនចង់ដោះដៃនិងដោះលែងពីចន្ទធូនោះទេអញ្ចឹងមុននឹងចូលទៅស្ដាប់សាច់រឿងហ្នឹងក៏សូមឲ្យបងប្អូនជួយចុច like ចុច comment ចុច subscribe ម្នាក់មួយផងណាហើយចន្ទធូនាងគឺជាមនុស្សស្រីម្នាក់ដែលមានរាងរៅស្អាតបាតអញ្ចឹងហើយទើបបងវិតគាត់ស្រឡាញ់មិនដាក់ពីភ្នែកអញ្ចឹងទៅអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅស្ដាប់សាច់រឿងពេញរបស់ចន្ទធូនិងបងវិតតែម្ដងទៅនៅឯទីក្រុងភ្នំពេញមានគូសង្សារមួយគូបានរស់នៅជាមួយគ្នារាល់ថ្ងៃនាងធ្វើការរោងចក្រចំណែកឯបរិសុទ្ធម្នាក់ហ្នឹងឈ្មោះថាវិតហ្នឹងគាត់បានលក់កៅអៅតាមអនឡាញបងប្អូនគឺគាត់មួយថ្ងៃគឺខំខ្លាំងណាស់គឺមួយថ្ងៃតបភ្ញៀវមិនចង់តន់នឹងទេចំណែកឯចន្ទធូបន្ទាប់ពីថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងចេញមកពីធ្វើការខ្លួនជួយធ្វើការងាររបស់សង្សាររបស់ខ្លួនដោយតបឆាតតបអីនិងដាក់អីវ៉ាន់ឲ្យទៅកាន់ភ្ញៀវពួកគេខំប្រឹងខ្លាំងណាស់តែនៅឯស្រុកវិញឲ្យតែចន្ទធូទៅលេងម្ដងណាគឺខាងគ្រួសាររបស់បងវិតគឺមិនពេញចិត្តនោះទេពេលខ្លះថាអញ្ចេះថាអញ្ចោះមកពីចន្ទធូនាងមានជីវភាពក្រលំបាកអញ្ចឹងហើយបានជាខាងម្ដាយរបស់បងវិតគឺគាត់មិនយល់ព្រមឲ្យអ្នកទាំងពីរគឺតាក់ទងគ្នាឡើយតែណាហេតុតាគឺគាត់ស្រឡាញ់ចន្ទធូខ្លាំងគឺគាត់មិនព្រមដោះលែងនោះទេណាមួយចន្ទធូនាងមានរូបរាងស្អាតបាតហើយណាមួយផ្លែប៉ោមរបស់គាត់គឺធំទៀតបងប្អូនអញ្ចឹងហើយបរោះឲ្យតែឃើញនាងគឺដឹងតែលេបទឹកមាត់គឺហើយអញ្ចឹងហើយបានជាបងវិតមិនដោះដៃលែងចាញ់សោះអញ្ចឹងពេលមួយចន្ទធូនាងដល់ម៉ោងធ្វើការពេលព្រឹកបងវិតក៏តែងតែជូនសង្សារទៅធ្វើការបន្ទាប់ពីជូនរួចហើយគាត់ក៏បន្តដំណើរមកលក់នៅអីវ៉ាន់អនឡាញរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃភ្ញៀវចេះតែទិញច្រើនឡើងហើយគាត់ក៏សម្រេចចិត្តឲ្យចន្ទធូនឹងគឺនាងឈប់ធ្វើការរោងចក្រទៅឲ្យមកជួយលក់អីវ៉ាន់អនឡាញជាមួយគាត់មកព្រោះអីគាត់រកលុយបានច្រើនដែរអញ្ចឹងគាត់មិនពិបាកឲ្យចន្ទធូធ្វើកិច្ចការនឹងទៀតទេហើយគាត់ក៏សម្រេចចិត្តជួលផ្ទះដែលមានតម្លៃផ្ទះជួលចំនួន1 លានរៀលដើម្បីនៅពីអ្នកចន្ទធូហើយរៀបចំកន្លែងលក់ខោអាវថែមទៀតគាត់ដូរទីតាំងគឺមិនឆ្ងាយពីកន្លែងចាស់គាត់នោះទេហើយភ្ញៀវដែលមកកន្លែងគាត់គឺមិនដែលថាមិនទិញនោះទេគឺទិញបានកៅអៅ1កាផ្លែ2កាផ្លែរហូតអញ្ចឹងហើយការតស៊ូរបស់គាត់ក៏មិនបានដូចបំណងនោះទេដោយសារតែខាងម្ដាយរបស់គាត់នឹងគឺមិនបានពេញចិត្តចន្ទធូសោះឡើយតែចិត្តគាត់មានះ
អញ្ចឹងហើយគាត់ក៏បានប្រាប់ម្ដាយឪពុករបស់គាត់នឹងថាគឺខ្ញុំចង់រៀបការជាមួយនឹងចន្ទធូតើម៉ែនិងពុកយល់យ៉ាងម៉េចដែរពេលនោះម្ដាយឪពុកក៏បានប្រាប់ថាបើឯងចង់ការតាមតែចិត្តឯងហើយមិនចាំបាច់ទេឪម៉ែនឹងរៀបចំឲ្យឯងហើយការហើយនៅជាមួយគ្នាមិនបាច់មកលេងស្រុកទេដោយឮថាម៉ែឪនិយាយអញ្ចឹងហើយគាត់ក៏និយាយទាំងទឹកមុខក្រៀមក្រំអញ្ចឹងមិនអីទេម៉ែចឹងខ្ញុំនឹងរៀបចំពិធីមង្គលការនឹងដោយខ្លួនឯងហើយម៉ែចាំតែធ្វើខាងម៉ាក់ចុះណាខ្ញុំអ្នករ៉ាប់រងទាំងអស់អ្នកទាំងពីរហេតុតែស្រឡាញ់គ្នាហើយមានអ្នកចង់បានគ្នានោះគាត់ក៏សម្រេចចិត្តការនៅឆ្នាំក្រោយនឹងចន្ទធូឮបែបនេះហើយនាងក៏សប្បាយចិត្តដែរនាងគិតថាថ្ងៃនេះម្ដាយឪពុកក្មេកមិនចូលចិត្តនឹងថ្ងៃមុខម្ដាយឪពុកក្មេកនឹងបាក់ចិត្តពេលដែលខ្លួនមានកូនអាចធ្វើជាចៅរបស់គាត់បានចន្ទធូខំយកចិត្តយកថ្លើមខាងម្ដាយក្មេកខ្លាំងណាស់ព្រោះខ្លួនមិនសូវចេះគប់ចិត្តទេពេលខ្លះនាងតែងតែទិញរបស់នេះរបស់នោះឲ្យរហូតរំលឹកដល់កន្លែងធ្វើការរបស់នាងដាក់ច្បាប់ឈប់ហើយក៏ប្រាប់អ្នកកន្លែងការងារទាំងអស់ថាខ្ញុំឈប់ធ្វើការនៅទីនឹងហើយអ្នកទាំងអស់គ្នាធ្វើការឲ្យបានល្អចុះអញ្ចឹងខ្ញុំនឹងតែច្បាប់ឈប់នៅកន្លែងរដ្ឋបាលនិយាយហើយអ្នកទាំងអស់គ្នាក៏បានខាត់ចន្ទធូព្រោះមិនចង់ឲ្យចន្ទធូនាងពូកែធ្វើការងារណាស់ពីមួយថ្ងៃទៅមួយថ្ងៃនាងតែងជួយនោះអ្នកដែលមិនទាន់អញ្ចឹងហើយទើបគេមិនចង់ឲ្យនាងឈប់តែមិនដឹងធ្វើម៉េចអនាគតប្តីរបស់នាងបានឲ្យនាងឈប់ដោយមិនចង់ឲ្យនាងនឹងមកធ្វើការរោងចក្រហត់នឿយទៀតទេឥឡូវគាត់រកបានចំណូលមួយដែលសមរម្យហើយមានសុំហូបទឹកបន្តិចបងប្អូនស្អកកបាត់ហើយពេលនោះខាងរដ្ឋបាលក៏បានសួរហេតុអ្វីបានជាចន្ទធូបានចង់ដាក់ច្បាប់ឈប់អញ្ចឹងនាងក៏ប្រាប់តាមដំណើរគឺសង្សាររបស់ខ្ញុំគាត់ឲ្យខ្ញុំឈប់ហើយខ្ញុំនិងសង្សារបានចាប់ដៃគ្នាលក់អនឡាញយូរហើយឥឡូវក៏មានសមិទ្ធច្រើនដែរហើយឆ្នាំក្រោយពួកខ្ញុំនឹងរៀបការជាមួយនឹងគ្នានិយាយហើយរដ្ឋបាលក៏បានឲ្យនាងដាក់ច្បាប់ឈប់ចោះហើយធ្វើការតែមួយថ្ងៃនឹងជួបជុំជាមួយនឹងក្រុមការងារចាស់ចោះរដ្ឋបាលស្រួលដែរទេឃើញកូនចៅរីកចម្រើនអញ្ចឹងគាត់ក៏ឲ្យនាងឈប់ចោះហើយទៅរកស៊ីវិញអញ្ចឹងណាហើយពួកគេទាំងអស់គ្នាបានយំម្នាក់បន្តិចព្រោះមានអនុស្សាវរីយ៍ជាមួយគ្នាច្រើនឆ្នាំដែរបន្ទាប់ពីធ្វើការរោងចក្រអញ្ចឹងទៅពួកគាត់បានធ្វើជាដៃចងខ្សែជាមួយនឹងលុយដើម្បីបំពាក់ឲ្យចន្ទធូពេលដែលចន្ទធូឈប់ធ្វើការហ្នឹងពួកគេក៏បានថតរូបលេងជាមួយគ្នាទុកជាអនុស្សាវរីយ៍ហើយពួកគេក៏បាននិយាយថាបើចន្ទធូឯងរៀបការកុំភ្លេចហៅគ្នាយើងដែលនៅរោងចក្រគ្នាមិនភ្លេចឯងនោះទេហើយកុំភ្លេចអាសាឆាតមកលេងគ្នាផងចន្ទធូនាងក៏បានស្រក់ទឹកភ្នែកបន្តិចបន្តួចដែរព្រោះនាងគឺជាមនុស្សដែលចិត្តទន់ផងនោះតែធ្វើមិនដេចដោយសារតែសង្សាររបស់នាងគឺតបឆាតមិនបានលឿនឬក៏តបមិនទាន់គេអញ្ចឹងនាងក៏មានការសម្រេចចិត្តលក្ខណៈថាឈប់ធ្វើការអញ្ចឹងឯងអញ្ចឹងបងប្អូនពីសង្សារនឹងអាចខ្លាចទៅជាប្តីប្រពន្ធបានបើយើងចេះយោគយល់ចេះចាប់ដៃគ្នារកស៊ីឲ្យបានប្រាក់កាក់កាន់តែច្រើនអញ្ចឹងហើយទោះជា
ម៉ែឪបំបែកបំបាក់ក៏មានកម្លាំងចិត្តខាងប្តីផងដែរអញ្ចឹងយើងមកទៀតហើយគេក៏បានចេញពីកន្លែងធ្វើការបាយអ្នកទាំងអស់គ្នាចន្ទធូមកដល់ផ្ទះភ្លាមសង្សាររបស់នាងក៏បានយកអីវ៉ាអីវ៉ាន់ដែលនាងបានឈប់ពីរោងចក្រនឹងហើយឲ្យសម្រាកមួយថ្ងៃទៅចាំស្អែកចាំធ្វើការឡាយឬក៏ការរៀបអីវ៉ាន់ឲ្យភ្ញៀវពួកគេក៏ចេញទៅក្រៅដើម្បីរកអីហូបព្រោះមួយរយៈនេះរៀងហត់ដែរអញ្ចឹងបើកម្លាំងខ្លះទៅពួកគេក៏សម្រេចចិត្តទៅមុខវាំងទៅលេងផាប់ស្ទ្រីតដើម្បីមើលមនុស្សជាច្រើនដែលកំសាន្តនៅទីនោះហើយពួកគេក៏បានថតរូបលេងក៏ចូលរួមក្នុងកម្មវិធីច្រៀងនៅកន្លែងផាប់ស្ទ្រីតហ្នឹងណាបងប្អូនគឺគេលេងច្រៀងសប្បាយនៅមុខវាំងពីមួយថ្ងៃទៅមួយថ្ងៃគឺសប្បាយរីករាយខ្លាំងណាស់អញ្ចឹងបងប្អូនប្រហែលជាអត់ទាន់បានទៅលេងនៅកន្លែង Pub Street មុខវាំងចិត្តវាំងនឹងទេគឺសប្បាយមែនណាបងប្អូនគឺមានបង DJ ម្នាក់តែ admin មិនស្គាល់ឈ្មោះទេគាត់ចំណាំច្រៀងrecommend ពីបាស Silot ណាបងប្អូនបងប្រុសម្នាក់ហ្នឹងដែលធ្វើ content ដូច admin អញ្ចឹងតែគាត់ធ្វើខាង content DJ លក្ខណៈថាធ្វើរបៀប rap អីចឹងណាបងប្អូនអញ្ចឹងយើងបន្តសាច់រឿងទៀតពួកគេដើរលេងហត់ហើយគេក៏សម្រេចចិត្តអង្គុយហូបពងទាកូននិងហូបសាច់អាំងមឹកបង្គាបង្កងអីហ្នឹងពួកគេនៅជាមួយគ្នាយ៉ាងសប្បាយចិត្តរីករាយបន្ទាប់ពីហូបហើយពួកគេក៏បានត្រឡប់ទៅផ្ទះជួលរបស់ពួកគេវិញដើម្បីទៅសម្រាកព្រឹកឡើងនឹងមានការងារត្រូវធ្វើទៀតពួកគេគឺមិនដែលត្អូញត្អែនោះទេពីចរិតរកពីរបស់គ្នាពួកគេរស់នៅយ៉ាងចុះសម្រុងណាស់អញ្ចឹងពួកគេក៏បានទៅដល់បន្ទប់ហើយក៏សម្រាកបាត់ទៅលុះដល់ព្រឹកឡើងពួកគេចាប់ផ្ដើម live វីដេអូលក់ខោអាវឃើញថាភ្ញៀវបានមកទិញឆាតមកជាច្រើនហោហែកំងនេះកំងនោះចន្ទធូនាងក៏បានរៀបចំកឹបខោអាវផ្សេងដាក់ចូលនៅក្នុងថង់ដើម្បីឲ្យបានស្អាតបាតហើយពួកគេបានថ្ងៃនេះចំនួន10កញ្ចប់ឯណោះឃើញថាច្រើនដែរលុយកាក់ចំណេញគឺគេយកទៅញាត់កូនជ្រូកទុកសន្សំលុយសម្រាប់ការនឹងទិញឡានដែលចង់បានឃើញថាមួយថ្ងៃទៅមួយថ្ងៃភ្ញៀវចេះតែបុកមកច្រើនឡើងហើយពួកគេហត់នឿយដែរគេក៏បានជួលនារីម្នាក់ដើម្បីឲ្យជួយលក់កៅអៅគេចឹងណាតបឆាតតបអីឲ្យបានទាន់ព្រោះឥឡូវគេបានសាងសង់នៅកន្លែងលក់ខោអាវយ៉ាងស្អាតបាតហើយគេក៏សល់លុយច្រើនដែរលុះដល់ឆ្នាំដែលត្រូវរៀបមង្គលការពួកគេក៏បានកក់រោងកក់សំអាងការកក់អ្វីផ្សេងដើម្បីសម្រេចបំណងគេហើយឥឡូវខាងម្ដាយក្មេករបស់ចន្ទធូគាត់ក៏ចូលចិត្តចន្ទធូដែរគាត់មិនដូចការពីមុនទេនិយាយដល់រឿងហ្នឹងបងប្អូនគឺការពីមុនណាការដែលខ្លួនមិនទាន់ចិត្តរៀបការហ្នឹងគឺម្ដាយក្មេកមិនដែលចូលចិត្តទេគឺតែងតែនិយាយនេះនិយាយនោះថានាងនឹងអត់ក្រលំបាកគ្រួសាររៀងពិបាកអញ្ចឹងណាតែឥឡូវដោយសារតែគាត់យល់ថាពួកគាត់ទាំងពីរហ្នឹងចន្ទធូនិងបងវិតតស៊ូតាំងពីយូរហើយទម្រាំបានដល់ថ្ងៃហ្នឹងគាត់ក៏បាក់ចិត្តច្រើនដែរអញ្ចឹងមិនធ្វើទេគេក៏ហើយពួកគេក៏ចាប់ផ្ដើមបោះធៀបការដើម្បីចែកជូនភ្ញៀវដែលបានចូលរួមក្នុងកម្មវិធីរបស់ពួកគេនឹងពួកគេហៅពួកម៉ាក់និងអ្នកដែលធ្លាប់ធ្វើការជាមួយគ្នាដែលពួកគេធ្លាប់និយាយថាបើសិនជាចន្ទធូឯងការក៏កុំភ្លេចគ្នាហៅគ្នាចោះគ្នានឹងទៅហើយពិធីមង្គលការហ្នឹងគឺប្រារព្ធនៅលក្ខណៈថានៅទីក្រុងភ្នំពេញទៀតណាបងប្អូនគឺនៅក្នុងហាងទៀតណា
ពួកគេតស៊ូរហូតដល់បានរៀបការនៅហាងទំនើបគេស្គាល់នៅម្ចាស់ brand រៀបម្សៅជាច្រើនដូចជាម្សៅក៏ស្គាល់លេខក៏ស្គាល់គេស្គាល់ច្រើនគឺពេលខ្លះអ្នកដែលមកទិញកៅអៅហ្នឹងគឺជាម្ចាស់ brand អីផ្សេងអញ្ចឹងណាដែលទិញកៅអៅឲ្យកូនចៅទិញឲ្យអ្នកផ្សេងលុះដល់ថ្ងៃដែលត្រូវរៀបការឃើញថាកម្មវិធីរបស់ពួកគេហ្នឹងគឺមានភ្ញៀវជាច្រើនដែលបានមកចូលរួមហើយពួកគេសប្បាយចិត្តខ្លាំងណាស់ពេលដែលពិធីមង្គលការរបស់ពួកគេមានការចូលរួមកាន់តែច្រើននោះគឺភ្ញៀវកិត្តិយសដែលមាននៅល្បីជាច្រើនអញ្ចឹងហើយនៅថ្ងៃមង្គលការហ្នឹងម្ដាយឪពុករបស់ពួកគេសប្បាយចិត្តខ្លាំងណាស់ព្រោះពួកគេបានស្រឡាញ់គ្នាជាមួយនឹងគ្នាយូរហើយទើបតែឥឡូវបានរៀបការធ្វើជាប្តីប្រពន្ធនឹងគ្នាពេលដែលចុងម៉ោងពួកគេក៏បានថ្លែងអំណរអគុណទៅដល់ភ្ញៀវកិត្តិយសដែលបានមកចូលរួមក្នុងកម្មវិធីរបស់ពួកគេក៏សប្បាយចិត្តដែរពួកគេបានប្រាប់នៅភ្ញៀវកិត្តិយសថាសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អនិងធ្វើដំណើរទៅវិញឲ្យបានសុវត្ថិភាពកុំឲ្យមានរឿងអ្វីកើតឡើងពេលពិធីមង្គលការចប់ពួកគេក៏បានទៅកន្លែងផ្ទះរបស់ពួកគេដើម្បីផ្សំដំណេកឬក៏មើលចំណងដៃផ្សេងដែលបានចងមកជាច្រើនហោហែពួកគេសប្បាយចិត្តយ៉ាងក្រៃលែងលុះដល់ស្អែកឡើងចន្ទធូនិងបងវិទ្យពួកគាត់ក៏បានទៅលេងនៅកំពតដើម្បីទៅក្រេបទឹកឃ្មុំឃើញថាផ្លែប៉ោមរបស់ចន្ទធូពិតជាស្អាតណាស់ធ្វើឲ្យបងវិទ្យចាប់អារម្មណ៍ជាខ្លាំងតាំងពីនៅជាសង្សារមកម្លេះថ្វីត្បិតតែគាត់ជាសង្សារគឺគាត់មិនដែលប៉ះពាល់ខ្លួនប្រាណគ្នាទៅវិញទៅមកទេព្រោះគាត់បានផ្ដោតតម្លៃឲ្យគ្នាទុំតែជាប្តីប្រពន្ធនឹងគឺគាត់អាចនឹងប៉ះពាល់របស់ដែលចន្ទធូដូចជាផ្លែប៉ោមនិងអញ្ចឹងទៅហើយចំណែកឯរឿងកិរិយារបស់បងធំណាស់បងប្អូនគឺធំមែនតែនតតែចន្ទធូបាននាងដឹងអញ្ចឹងនាងចង់ឲ្យនិយាយរឿងហ្នឹងមកកាន់បងប្អូនប្រាប់បងប្អូនឲ្យចេះតស៊ូជាមួយនឹងគ្នានៅពេលគ្រាដែលអត់អញ្ចឹងណាបងប្អូនអញ្ចឹងរឿងហ្នឹងគឺចប់តែប៉ុណ្្នឹងអញ្ចឹងក៏សូមអរគុណទៅកាន់បងប្អូនដែលបានទស្សនាវីដេអូរបស់ admin រហូតដល់ចប់អញ្ចឹងបងប្អូនដែលចូលចិត្តក៏ជួយ comment ម្នាក់មួយចុច like ចុច subscribe ម្នាក់មួយទៅដើម្បីឲ្យ admin បន្តធ្វើវីដេអូបន្តទៀតហើយបងប្អូនចុច subscribe កុំភ្លេចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីប្រចាំថ្ងៃអញ្ចឹងណាបងប្អូនអញ្ចឹងបាយបងប្អូនជម្រាបលាជួបគ្នានៅថ្ងៃស្អែកទៀតសូមអរគុណ